គ្រឿងម៉ាស៊ីនមួយដែលចាស់ហើយត្រូវបានប្រើប្រាស់ហើយអញ្ចឹងយើងថែយើងជួសជុលវានៅតែល្អអាចប្រើបានតែយើងមិនអាចទៅប្រៀបធៀបអាការដែលយើងថែពេលចាស់និងថែពេលក្មេងបានទេរឿងហ្នឹងគឺរឿងពីរដាច់ដូចយើងថែម៉ូតូថ្មីនិងថែម៉ូតូមួយទឹកចឹងខ្ញុំគាត់ថាមនុស្សម្នាក់មនុស្សស្រីគ្រប់គ្នាគឺគាត់មានគេហៅថាភាពតាក់ទាញរបស់គាត់ចំណុចពិសេសរៀងខ្លួនគាត់មានចំណុចពិសេសគាត់មានចំណុចស្អាតចំណុចតិចខ្លួនរបស់គាត់រៀងខ្លួនស្អាតជារបស់គាត់គាត់ថាដូចយើងជជែកទៅដូចបងលើកឡើងមកវិញចឹងគាត់ថាតើយើងជ្រើសរើសមើលអាចំណុចល្អហ្នឹងឬក៏មើលចំណុចខ្វះខាតដែលយើងកំពុងមានយើងត្រូវព្រមទទួលស្គាល់ទី1យើងត្រូវព្រមទទួលស្គាល់ថាធម្មជាតិនេះគឺជាដំណើរវិវត្តទៅមុខដោយមិនអាចបកក្រោយជាដាច់ខាតមនុស្សម្នាក់កើតមកអត់ដូចគ្នាទេយើងកាត់មកពីម៉ាក់ប៉ាយើងអញ្ចឹងមនុស្សដែលយើងគួរនឹងចង់បើយើងចង់ប្រៀបធៀបយើងគួរនឹងប្រៀបធៀបមុនគេគឺគេហៅបុព្វបុរសយើងមុខមាត់យើងជាទូទៅជារឿយយើងតែងតែត្រូវបានគេមកប្រាប់យើងថាថ្ងៃថែមនេះបន្តិចទៅកាន់តែស្អាតជាងហ្នឹងប៉ុន្តែខ្ញុំចង់បញ្ជាក់ថាកត្តាខាងក្រៅដែលនិយាយមកកាន់យើងចុងក្រោយទៅគឺនៅលើយើងជាអ្នកសម្រាប់ទេនៅពេលដែលយើងស្រឡាញ់ខ្លួនឯងនៅពេលដែលយើងស្គាល់ពីចំណុចពិសេសរបស់ខ្លួនឯងយើងអត់ងាយតទន់ទៅតាមអ្វីដែលគេប្រាប់មកហើយចាសសូមជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ podcast រឿងពិតនៅពីក្រៅវិស័យថែសម្រស់ហើយនៅថ្ងៃនេះផងដែរយើងនឹងជជែកទៅលើ topic ថ្មីមួយទៀតហើយទាក់ទងទៅនឹងការវិវត្តតាមធម្មជាតិនៃវិស័យថែរក្សាសម្រស់តែគ្រូពីក្មេងខ្ញុំធ្លាប់ឃើញគេទៅថែរក្សាសម្រស់ឬក៏ទៅកែសម្ផស្សអីចឹងទៅមកវិញគឺគាត់បាត់អាតម្រង់មុខធម្មជាតិរបស់គាត់ហ្មងប៉ុន្តែឥឡូវឃើញថាបច្ចេកវិទ្យាជឿនលឿនជាងមុនខ្លាំងមែនតើអញ្ចឹងថាតើគេនៅតែប្រើប្រាស់វិធីនឹងទៀតអត់ចាមែនតើទៅដោយសារតែឥឡូវហ្នឹងគឺបច្ចេកវិទ្យាយើងបានជឿនលឿនដូចអូនបានយល់ដឹងកាលពីមុនយើងអាចនឹងសង្កេតឃើញថាដូចអូនលើកឡើងពេលដែលយើងទៅធ្វើអីមួយនៅជាមួយនឹងសម្រស់យើងពេលគាត់ត្រឡប់មកវិញគាត់អាចនឹងមានតម្រង់មុខប្លែកតែដល់ពេលឥឡូវនេះយើងអត់ផ្ដោតទៅលើបែបហ្នឹងទៀតទេមានន័យថាគ្រប់ផ្នែកគ្រប់តិចនិចនៃការថែរក្សាសម្រស់ឥឡូវគឺយើងព្យាយាមធ្វើយ៉ាងណាថែរក្សារបស់ដែលគាត់មានស្រាប់ឲ្យវានៅតែល្អវានៅតែស្អាតហើយគុណភាពនឹងល្អបានយូរវែងអានេះគឺជាខ្លឹមសារនៃការថែរក្សាសម្រស់ហើយនៅពេលដែលគាត់ទៅទទួលសេវាកម្មថែរក្សាសម្រស់តើសេវាកម្មនោះពិតជាអាចជួយគាត់នៅក្នុងការប្រឆាំងនឹងភាពចាស់បានអត់បងចាមែនតើទៅវាគឺបានព្រោះយើងប្រើពាក្យថាវិស័យថែរក្សាសម្រស់ឬក៏សេវាថែរក្សាសម្រស់ឬប្រឆាំងនឹងភាពចាស់ត្រង់នេះវាត្រូវមានការបញ្យល់បើសិនជាយើងថែរក្សាសម្រស់វានៅក្នុងន័យមួយថាសម្រស់យើងពេលដែលយើងមិនទាន់ថែវានៅក្នុង quality កម្រិតណាពេលដែលយើងទៅថែហើយវាល្អប្រសើរកម្រិតមួយណាប៉ុន្តែដល់ពេលទៅបកស្រាយពាក្យថាប្រឆាំងភាពចាស់វានៅមាន gap មិនតិចនៅចន្លោះហ្នឹងយើងអាចប្រឆាំងភាពចាស់បានមែនក៏ប៉ុន្តែមិនមែនមានន័យថាគ្រប់ការដែលយើងចង់ធ្វើសេវាប្រឆាំងភាពចាស់ហ្នឹងវាសុទ្ធតែបានសមបំណងគ្រប់គ្នាទេវាមានកត្តាមួយចំនួនអ្នកខ្លះអាចជោគជ័យក្នុងការធ្វើសេវាប្រឆាំងភាពចាស់អ្នកខ្លះទៀតគាត់ជោគជ័យក្នុងការធ្វើសេវាពន្យាភាពចាស់វានៅតែអាស្រ័យទៅលើស្ថានភាពរបស់គាត់បញ្ហាដែលគាត់មានហើយនឹងស្ថានភាពជាក់ស្ដែងដែលគាត់មកជួបយើងអញ្ចឹងថាតើមានកត្តាអីគេខ្លះដែរដែលធ្វើឲ្យស្បែកហ្នឹងវាអត់វិវត្តទៅតាមប្រក្រតីកត្តាជាច្រើនដែលអាចធ្វើឲ្យស្បែកយើងមិនអាចមានសមត្ថភាពវិវត្តតាមប្រក្រតីឥឡូវយើងលើកឧទាហរណ៍មានន័យថាក្រុមមនុស្សដែលគាត់មានអាយុ20ក្រាស់និងក្រុមមនុស្សដែលគាត់មានអាយុ30ឆ្នាំក្រាស់ចា៎អញ្ចឹងពីក្រុមហ្នឹងបើអានេះខ្ញុំលើកឧទាហរណ៍នៅក្នុងន័យដែលគាត់រស់នៅក្នុងស្ថានភាពដដែលទីលំនៅដដែលបរិស្ថានសង្គមរបស់គាត់រស់នៅហ្នឹងគឺដដែលអត់មានផ្លាស់ប្ដូរទេណាចា៎អញ្ចឹងនៅក្នុងក្រុមមនុស្សមួយដែលគាត់មានអាយុ20ក្រាស់បើសិនជាគាត់រស់នៅកន្លែងដដែលប៉ុន្តែការងារគាត់ផ្លាស់ប្ដូរការហូបចុកគាត់ផ្លាស់ប្ដូរស្ថានភាពសុខភាពរាងកាយរបស់គាត់ផ្លាស់ប្ដូរអានោះជាកត្តាមួយដែលធ្វើឲ្យស្ថានភាពស្បែកគាត់អត់អាចប្រក្រតីទេវាត្រូវតែមានការវិវត្តដូចគ្នាដោយឡែកមនុស្សចាស់ដែលមានអាយុ30ឆ្នាំក្រាស់ឡើងលើដូចគ្នាបើសិនជាយើងមិនផ្លាស់ប្ដូរទីលំនៅទេស្ថានភាពផ្ទះយើងនៅដដែលមែនប៉ុន្តែអាយុយើងទៅមុខហើយអញ្ចឹងយើងអត់អាចរំពឹងថាគ្រប់យ៉ាងវានៅតែដដែលឡើយព្រោះធម្មជាតិគឺមានន័យថាការវិវត្តទៅមុខអត់ឈប់ឈរហើយយើងអត់អាចខាត់ការវិវត្តរបស់ធម្មជាតិបានទេអាហ្នឹងខ្ញុំមិនទាន់លើកឡើងពីចំណុចតិចជាច្រើនដែលវាទៅជំរុញឲ្យអាការវិវត្តហ្នឹងកាន់តែលឿនខុសប្រក្រតីទៀតឧទាហរណ៍ការហូបចុកកាលពីមុនយើងនៅកន្លែងហ្នឹងមែន
ប៉ុន្តែការហូបចុកការដាំដុះបន្លែបកាត្រីសាច់ការហូបចុកហ្នឹងអាហារហ្នឹងគឺរៀងល្អជាងបច្ចុប្បន្នមិនមែនមានន័យថាបច្ចុប្បន្នអត់មានអាហារល្អញ៉ាំទេក៏ប៉ុន្តែដោយសារតែអាការរីកចម្រើននៃវិទ្យាសាស្ត្រហ្នឹងពេលខ្លះមនុស្សយើងឆ្លាតអាចដាំដុះអាចបង្កើនផលដែលមានសមត្ថភាពលឿនជាងមុនបានទិន្នផលខ្ពស់ជាងមុនហើយរឿងអស់ហ្នឹងនៅពីក្រោយវាច្បាស់ជាមានការបន្ថែមអ្វីដែលជំរុញលទ្ធផលនឹងខ្លះហើយត្រូវអត់ឥឡូវឧទាហរណ៍ថាយើងធ្វើស្រែកាលមុនគេមានស្រែប្រាំងស្រែវស្សាអីចឹងទៅហើយក្នុងមួយឆ្នាំគេកំណត់ថាអាចធ្វើបានតែប៉ុណ្្នេះទេយើងអាស្រ័យផលតាមធម្មជាតិស្ទើរតែទាំងស្រុងចាតែពេលឥឡូវអត់ទេបច្ចេកវិទ្យាគេទំនើបកសិកម្មក៏គេរីកទៅមុខទៀតដែរអញ្ចឹងយើងបានចំណេះដឹងពីបច្ចឹមប្រទេសមកច្រើនអញ្ចឹងគេអាចធ្វើស្រែបានលើសពី2ដងឬពេលខ្លះអាចធ្វើបានច្រើនជាងនឹងតាមចំណេះដឹងរបស់កសិករអញ្ចឹងអាកតាទាំងអស់ហ្នឹងវាមានរឿងបន្តិចបន្តួចនៅពីក្រោយហ្នឹងដែរមិនមែនធម្មជាតិដដែលទេត្រូវអត់អញ្ចឹងទាំងអស់ហ្នឹងគឺជាមួយផ្នែកទូចដែលតាក់ទងទៅនឹងចំណីអាហារផងនៅបំរែបំរួល gen mutation របស់ gen នៅមានរឿងច្រើនទៀតដែរវាសុទ្ធតែជាកត្តាជំរុញធ្វើឲ្យអាលទ្ធផលនៃការរក្សាភាពស្អាតភាពស្រស់បំព្រងរបស់យើងហ្នឹងគឺត្រូវទៅរត់វិវត្តទៅតាមបរិបទសង្គមនេះដូចគ្នាអញ្ចឹងយើងមិនអាចថាកាលពីមុនយើងអញ្ចឹងហើយដល់ពេលយើងក្រោយមកទៀតយើងចង់ឲ្យវានៅតែអញ្ចឹងគឺអត់អាចទៅរួចចាអញ្ចឹងមកន័យថាដូចអេពីសូតដែលយើងជជែកគ្នាលើកមុនកត្តាទាំងអស់នេះគឺវាមកពីការរស់នៅរបស់យើងបរិស្ថានជុំវិញខ្លួនយើងដែរមុននេះចាប់អារម្មណ៍ត្រង់អ្នកគ្រូលើកឡើងមកថាពេលដែលយើងនៅក្មេងស្បែកមុខយើងស្អាតហើយនៅពេលដែលយើងអាយុរៀងច្រើនតិចទៅការវិវត្តនៃស្បែករបស់យើងក៏វាអត់សូវទៅតាមប្រក្រតីរបស់វាដែរអ្នកគ្រូអាចជំរាបបន្តិចបានទេថាហេតុអីបាននៅពេលដែលយើងនៅក្មេងស្បែកយើងល្អមានសុខភាពល្អដល់ពេលយើងចាស់ទៅវាមានការប្រែប្រួលអូខេអញ្ចឹងថ្ងៃហ្នឹងប្រធានបទយើងតាក់ទងនឹងធម្មជាតិច្រើនណាស់អញ្ចឹងអាមុខស្អាតការក្មេងហេតុអីបានចាស់ទៅវាវិវត្តហ្នឹងធម្មជាតិទៀតហើយចាយើងត្រូវព្រមទទួលស្គាល់ទី1យើងត្រូវព្រមទទួលស្គាល់ថាធម្មជាតិនេះគឺជាដំណើរវិវត្តទៅមុខដោយមិនអាចបកក្រោយជាដាច់ខាតវាជារឿងដាច់ខាតហ្នឹងណាត្រូវទៅមុខចាអញ្ចឹងដរាបណាធម្មជាតិគឺដើរទៅមុខដាច់ខាតសម្រស់យើងវ័យយើងអាយុយើងឬអាចនិយាយថាគ្រប់វិនាទីនៃតនិច្ចនីលកាវលគឺវានាំយើងទៅមុខដូចគ្នាអញ្ចឹងច្បាស់ណាស់ដែលកាយយើងនៅក្មេងស្បែកយើងមាន quality ល្អជាងដោយសារក្មេងវាពាក់ព័ន្ធតាំងពីគំនិតបញ្ញាវាពាក់ព័ន្ធតាំងពីធម្មពលរាងកាយវាពាក់ព័ន្ធតាំងពីអ្វីដែលអរម៉ូនល្អកំពុងតែលូតលាស់ឡើងកំពុងតែត្រៀមដើម្បីលូតលាស់ឡើងដោយរុក្ខជាតិថ្មីដែលយើងទៅបណ្ដុះកូនវាហើយវាកំពុងតែពេញឲ្យផលស្លឹកល្អផ្លែផ្កាចឹងចា៎ដល់ពេលណាមួយដែលវាចាប់ផ្ដើមចាយផ្កាចាយផ្លែឲ្យផលយើងរឿយហើយយើងក៏លេចទៅមើលរុក្ខជាតិវាស្រួលយល់ឧទាហរណ៍ថាស្វាយមួយដើមចុះនៅពេលដែលយើងចាប់ផ្ដើមបណ្ដុះកូនស្វាយនឹងដំបូងមិនថាជាការប្របើមែកឬបណ្ដុះដោយគ្រាប់ទេនៅពេលដែលវាកំពុងលូតលាស់ពេញវ័យដែលយើងហៅថា teenager ហើយអាដើមហ្នឹងយើងហៅអាដើមឈើជំទង់ពេញវ័យល្អមែនតើមិនថាការឲ្យផលផ្លែលើកដំបូងឬក៏ផ្កាលើកដំបូងឯងសិតតែល្អទាំងអស់ចា៎នៅពេលដែលយើងអាស្រ័យផលដើមស្វាយនឹងយូរ quality របស់ដើមស្វាយនឹងធ្លាក់ចុះការបេះផ្លែនៅគ្រាដំបូងច្បាស់ជាបានច្រើនហើយអាចនឹងផ្លែធំល្អអីចឹងទៅក៏ប៉ុន្តែយូរទៅតាមធម្មជាតិស្វាយនឹងចាប់ផ្ដើមរួមទំហំតូចបន្តិចអាចឲ្យផលដែរតែផលផ្លែស្វាយនឹងអាចនឹងទំហំតូចជាងអាការពីពេញវ័យហើយចា៎រឿងហ្នឹងគឺមានពិតប៉ុន្តែឥឡូវហ្នឹងវាតាក់ទងនឹងអាវិទ្យាសាស្ត្ររីចម្រើនអីបច្ចេកវិទ្យាគេល្អហ្នឹងគេអាចធ្វើឲ្យផ្លែឈើខ្លះកាន់តែបេះកាន់តែអាស្រ័យផលអាចនឹងនៅតែបាន quality ហើយផ្លែអាចនឹងធំដែរមានណាចា៎ប៉ុន្តែរឿងហ្នឹងខ្ញុំអាចហ៊ានលើកឡើងថាវាមិនមែនជាធម្មជាតិទេបើវាជាធម្មជាតិវាត្រូវតែដើរ flow ដូចខ្ញុំនិយាយមិញយើងអាស្រ័យផលដំបូងផលច្រើនផលល្អផ្លែធំយូរយើងត្រឹមតែថែដាក់ជីបែបធម្មជាតិស្រោចទឹកបែបធម្មជាតិវាត្រូវតែ going down ទៅរកអាយុវ័យរបស់វាហើយស្លឹកក៏លែងធំលែងល្អដូចមុនទៀតដែរប៉ុន្តែដោយសារវិស័យឥឡូវវារីចម្រើនកសិកម្មហ្នឹងក៏គេមានវិធីសាស្ត្រធ្វើឲ្យដើមចាស់ហ្នឹងនៅតែអាស្រ័យផលបានល្អដូចគ្នាវាមិនខុសអីពីយើងកំពុងនិយាយថាវិស័យថែរក្សាសម្រស់នេះមានការរីកចម្រើនអញ្ចឹងបើសិនជាយើងរកវិធីថែរក្សាសម្រស់ត្រូវវ័យយើង
អាវ័យ30ជាងអីហ្នឹងតែងធ្លាប់លឺអត់គេថាចាស់ហើយបានស្អាតកាក្មេងអត់សូវស្អាតហ៎ចាមកពីវិស័យរីចម្រើននឹងឯងទៅគេរកវិធីថែត្រូវទៅកាលពីក្មេងនៅស្ទើពេលចាស់ទៅថែត្រូវទៅ quality ស្បែកគាត់នៅតែស្អាតអ្នកខ្លះគេថាចាស់ទៅសាច់ឡងចាំអីហ្នឹងគឺវារឿងហ្នឹងអូខេអញ្ចឹងខ្ញុំបញ្យល់វារៀងបែកតិចអញ្ចឹងខ្ញុំបកមកថែមកន្លែងដែលអូនសួរវិញថាហេតុអីបានកាលយើងនៅក្មេងស្បែកយើងស្អាតល្អហើយដល់ពេលយើងចាស់ទៅស្បែកយើងវិវត្តទី1គឺដោយសារធម្មជាតិវិវត្តទៅមុខដាច់ខាតមិនអាចបកក្រោយទី2នៅពេលដែលយើងជាមនុស្សចាស់ទំនួលខុសត្រូវកាន់តែមានច្រើនសម្ពាធការងារផ្លូវចិត្តសុខភាពធ្លាក់ដុនដាបទាំងអស់ហ្នឹងសិតតែជាកត្តាបន្តិចបន្តួចទាញយើងឲ្យរៀងធ្លាក់សម្រស់ចឹងវាបូកផ្សំចូលគ្នាទាំងអស់ចឹងទៅមួយទៀតណាគ្រូសម្រាប់ស្បែកមុខរបស់យើងនៅពេលដែលកើតមានបញ្ហាឥឡូវយើងលើកឧទាហរណ៍ថាកើតមុនចុះស្បែកមុខយើងមានលទ្ធភាពនៅក្នុងការព្យាបាលខ្លួនវាដោយខ្លួនឯងទេបាន 100% គឺមានសមត្ថភាពជួយចាអញ្ចឹងឧទាហរណ៍មុនហេតុអីបានខ្ញុំថាបាន 100% ទោះយើងមិនធ្វើអីសោះណាចាក៏មុននឹងវាជាដែរគ្រាន់តែថាការដែលមិនធ្វើអីសោះហ្នឹងតើវាជាប្រយោជន៍ឬក៏ជាវិបត្តិបើយើងមិនធ្វើអីសោះនៅក្នុងករណីអីមុនហ្នឹងវាជាមុនរដូវកាលមុនតាមរដូវកាលរបស់ខ្លួនយើងវាជាមុនបំរែបំរួលអរម៉ូនឬក៏វាជាមុនដោយសារតែយើងចល័តទីធ្លាប់អត់ពេលយើងទៅលេងខេត្តចាហើយមកវិញឡើងមុនចាជួនកាលមិនបាច់ចាំតន់មកវិញតន់ហោះអាថ្ងៃជិះឡានទៅហ្នឹងស្រាប់តែដល់ហ្នឹងមិនតន់បានគេងលាងមុខឡើងមុនមកគ្រាប់បាត់លឿនណា process ហ្នឹងអញ្ចឹងមុនបែបហ្នឹងវាត្រូវតែជាខ្លួនឯងដែរហើយបើសិនជាវាកើតបែបហ្នឹងមានរយៈពេលណាមួយដែល healing process ខ្លួនយើងចេញមកធ្វើការហើយមុនហ្នឹងនឹងជាទៅវិញខ្លួនឯងហើយបើយើងមិនទៅ trigger កន្លែងមុនហ្នឹងឲ្យវាជាប់ឲ្យវាប៉ល់ទុទីទេពេលវាជាមកក៏ស្នាមហ្នឹងវាអត់សូវមានច្រើនដែរផ្ទុយទៅវិញបើសិនជាយើងទៅធ្វើអីមួយនៅកន្លែងមុនហ្នឹងដើម្បីជួយជំរុញឲ្យ healing process ហ្នឹងលឿនឲ្យវាល្អនោះគឺដូចជាការដែលយើងសម្អាតកន្លែងដែលកើតមុនហ្នឹងឲ្យស្អាតល្អការដែលយើងដាក់លេផ្ដោសំណើមឲ្យគ្រប់គ្រាន់ដាក់លេការពារកម្ដៅថ្ងៃឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យកន្លែងលលាកហ្នឹងវាប៉ះ UV ទៀតអញ្ចឹងអាដំណើរការ healing process ខ្លួនយើងល្អហើយយើងជួយថែមទៀតទៅលទ្ធផលជាមុននឹងកាន់តែលឿនហើយ sequela មានន័យថាផលវិបាកកាន់តែតិចទៅមិនមែនមានន័យថាឲ្យតែកើតមុនយើងត្រូវតែទៅព្យាបាលត្រូវតែដោះស្រាយទេខ្លួនយើងចេះ healing ខ្លួនឯងដែរចាប៉ុន្តែសមត្ថភាពនៅក្នុងការព្យាបាលខ្លួនឯងដោយខ្លួនឯងនេះវាមានរហូតឬមួយក៏វាទៅតាមអាយុកាលដោយដែលយើងជជែកគ្នាមិញដែរបងមានរហូតហើយវិវត្តយឺតយ៉ាវទៅតាមអាយុកាលយើងអត់អាចឈប់ទេព្រោះកោសិកាស្បែកគឺជាកោសិកាដែលមានអាយុកាលអមតៈរហូតណាយើងនៅតែមានជីវិតស្បែកយើងនៅតែបន្តលូតលាស់ regenerate ថ្មីផ្លាស់ប្ដូរថ្មីឡើងជាប្រចាំថ្ងៃកោសិកាស្បែកគេហៅa large body surface មានន័យថាគឺជាកោសិកាដែលមានទំហំធំជាងគេបង្អស់នៃរូបរាងកាយរបស់មនុស្សយើងវាគ្រប់ដណ្ដប់រូបរាងកាយយើងគឺធំជាងគេ organ ដែលធំជាងគេហើយអញ្ចឹងស្បែកវាមានលក្ខណៈពិសេសមួយទៀតនោះគឺអត់ចេះស្លាប់ទេខុសពីកោសិកាខួរក្បាលខុសពីកោសិកាបេះដូងវាមាន limit ក្បាលយើងវាមានកោសិកាដែរហើយវាមានចំនួន limit នៅពេលណាដែលយើងប្រើវាដល់ limit វានឹងខូចសមត្ថភាពឧទាហរណ៍ងាយពេលយើងក្មេងយើងការចងចាំល្អត្រូវអត់ចាអាកោសិកាខួរក្បាលរបស់យើងវានៅពេញតែពេលយើងចាស់ទៅវាមានពេលស្លាប់របស់វាកោសិកាខួរក្បាលមានពេលស្លាប់របស់វាអញ្ចឹងកាន់តែប៉ះទង្គិចខ្លាំងកាន់តែធ្វើឲ្យកោសិកាស្លាប់លឿនជាងប្រក្រតីអញ្ចឹងទៅមនុស្សចាស់គាត់មានការភ្លេចភ្លាំងបាត់បង់ការចងចាំវែងវាន់អីហ្នឹងគឺដោយសារតែ limit របស់កោសិកាខួរក្បាលនេះឯងដែលឡែកស្បែកអត់ទេមនុស្សចាស់ក៏កោសិកាស្បែកគាត់អត់ស្លាប់ដែរនៅតែរស់រវើកនៅតែធ្វើការ process ថ្មីរហូតប៉ុន្តែវាធ្លាក់ quality ទៅតាមវ័យយល់តើតោះនៅចំណុចដែលអ្នកគ្រូលើកឡើងរឿងកោសិកាខួរក្បាលមិនរៀងចាក់ប្រធានបន្តិចដោយសាររៀងចង់នឹងឆ្ងល់ខ្លួនឯងដែរអញ្ចឹងបានន័យថាកោសិកាខួរក្បាលនេះដល់ពេលដែលវាងាប់ទៅវាអត់អាចត្រឡប់មកវិញបានអត់អាចដុសថ្មីទេវាមាន limit ហ្មងឧទាហរណ៍ថាខ្ញុំអត់ចាំតួលេខទេព្រោះរៀនយូរហើយតាំងពីជំនាន់នៅរៀនគេមានតួលេខកំណត់ថា
កោសិកាខួរក្បាលយើងហ្នឹង neuron ហើយនឹង axon ហ្នឹងវាមាន limit ចំនួនប្រមាណពាន់លានអីចឹងទៅ ចា រួចតែមានប៉ុណ្ណឹងមកម្នាក់គឺមានប៉ុណ្ណឹងចឹងទៅពេលណាយើងប្រើប្រាស់វា over ហួសមិនគេងគ្រប់គ្រាន់បុកតកិច្ចប៉ះត្រូវក្បាលញឹកញាប់អាដល់ one យើង hit ក្បាលយើងវាយក្បាលធ្វើឲ្យប៉ះកន្លែងណាអាចនឹងមានឱកាសបាត់បង់ខូចខាតកោសិកានៅម្ដុំហ្នឹងហើយការខូចខាតខ្លះខ្លួនយើងអាចជួសជុលណាមិនមែនបង្កើតថ្មីទេណាជួសជុលចាជួសជុលឲ្យច្បាស់ឡើងហ្នឹងមិនមែនមានន័យថា regeneration មិនមែនទេណាគឺជួសជុលថ្មីជួសជុលកន្លែងដែលខូចហើយហ្នឹងកែដូចយើងជិះឡានខូចអញ្ចឹងយើងទៅជួសជុលឡានហ្នឹងអញ្ចឹងមិនមែនទិញឡានថ្មីទេចាអញ្ចឹងមានន័យថានៅពេលដែលយើងបុកខ្លាំងដល់ដំណាក់កាលណាមួយក៏វាអត់អាចជួសជុលបានដែរក៏វាអាចនឹងបាត់បង់ភ្លាមដែរអាហ្នឹងគឺអញ្ចឹងចាមុននេះអ្នកគ្រូលើកឡើងអំពីកត្តានៃការរស់នៅរបស់មនុស្សយើងម្នាក់ដែលគ្រូលើកឡើងអំពីកត្តា stress ដែរកត្តា stress មូលហេតុអីបានថាគ្រាន់តែមនុស្សយើង stress សោះវាអាចធ្វើឲ្យយើងបាក់សម្រស់ទៅតាមហ្នឹងដែរអាហ្នឹងដូចជាសំខាន់ណាហើយវាពិតជាតាក់ទងយើងមិនថាគ្រាន់តែ stress សោះទេណាឥឡូវយើងសាកគិតងាយថាចេះគ្រាន់តែ stress សោះមិនបានបាក់សម្រស់ដែរយើងមើល side effect របស់ stress មើលពេលយើង stress យើងបាន side effect អីខ្លះគេអត់បានដូចមុនទេញ៉ាំអត់ឆ្ងាញ់ដូចមុនទេបើអ្នកខ្លះគាត់ stress គាត់ថាញ៉ាំអត់ឆ្ងាញ់មិនពេលខ្ញុំ stress ខ្ញុំចូលចិត្តញ៉ាំសឹងអីញ៉ាំបានច្រើនចាត្រូវតែមើលផលក្រោយពីកើតហេតុនៃការញ៉ាំច្រើនហ្នឹងញ៉ាំច្រើនញ៉ាំរបស់ល្អអត់ពេល stress យើងចង់ញ៉ាំរបស់មានសុខភាពល្អអត់យើងមិនចង់ញ៉ាំរបស់ប្រៃរបស់ហិលរបស់ផ្អែមចាដើម្បីបំពេញចិត្តខ្លួនឯងមិន stress ញ៉ាំច្រើននឹងល្អឯងគេអត់លក់ឯងដោយសារអី level stress គេដាក់លើក្បាលដល់លើកន្ទេលក៏នៅតែគិតថាអញនៅពិបាកចិត្តរឿងហ្នឹង clear អត់ទាន់បាននៅពេលដែលយើងគេងមិនលក់យប់ឡើងគឺជាពេលដែលខ្លួនយើងត្រូវ encharge ធម្មពលថ្មីនៅពេលដែលយើងគេងមិនលក់ delay ផុតម៉ោងវាមានខ្លួនយើងវាមានអាម៉ោងណា get into deep sleep អាគេងលក់ស្កប់ស្កល់ហ្នឹងបានវាធ្វើអាកោសិកា remodeling ហើយវាចេញអាអរម៉ូន growth អរម៉ូនល្អមួយយ៉ាងហ្នឹងវាមកជួសជុលឧទាហរណ៍ថាអាណាដែលវាបំរុងហ្នឹងទៅជា free radical ក៏វាខ្លួនយើងចេះ eliminate ចេញនៅក្រៅមកឥទ្ធិពលអរម៉ូនហ្នឹងនិយាយទៅវាកាន់តែស៊ីជម្រៅទៀតហើយតែចង់ប្រាប់ថាមិនគេងគឺជាកត្តាមួយដែលធ្វើឲ្យខួរក្បាលយើងបញ្ចេញអរម៉ូន stress ហ្នឹងមកកាន់តែខ្លាំងមិនគេងយូរព្រួលប្រែទឹកអាស៊ីតកាពះច្រាលឡើងមកទៅឈឺកាពះអាលៀកកាពះនោះទៀតមិនគេងធ្វើឲ្យវិបត្តិដំណេកកើតឡើងគឺជះឥទ្ធិពលមកអីមកស្បែកមកគ្រាប់ភ្នែកមកខួរក្បាលមិនគេងក៏កោសិកាខួរក្បាលអាចមានលទ្ធភាពធ្វើការខុសប្រក្រតីដែរព្រោះគេគេងយើងអត់គេងយើងនៅគិតយើងមិនប្រើក្បាលដែរចាអញ្ចឹងវាមានរឿងច្រើនណាស់ដែលធ្វើឲ្យការវិបត្តិ stress មិនគេងហ្នឹងធ្វើឲ្យប៉ះពាល់ដល់សម្រស់ប៉ះពាល់ដល់សុខភាពរាងកាយតែរឿងអស់ហ្នឹងវាជះឥទ្ធិពលតាមដំណាក់កាលបើសិនជារឿងហ្នឹងវាកាត់ឡើង short term យើងឆាប់ដោះស្រាយវាបានមិនអីទេតែបើសិនជាវាដដែលច្បាស់ថាត្រូវតែបានផលអីមួយបើមិនទាន់ធ្លាក់សម្រស់ទេក៏ឈឺកាពះដែរក៏អាចនឹងលាកកាពះដែរព្រោះអាការៈដែលយើងមិនគេងយប់ហ្នឹងទឹកអាស៊ីតកាពះងាយហ្នឹងច្រាលឡើងលើចាខ្ញុំសូមងាកចេញពីចំណុចនេះបន្តិចណាគ្រូខ្ញុំធ្លាប់ឃើញផ្ទាល់ធ្លាប់ឃើញស្រីណាដែលគាត់រៀងគិតច្រើនឬក៏ខ្វល់ខ្វាយពីសម្រស់របស់គាត់ខ្លាំងពេកអាហ្នឹងអាចថាធ្វើឲ្យពួកគាត់ទៅដល់ចំណុចមួយដែលគាត់អត់សូវពេញចិត្តជាមួយនឹងរូបរាងឬក៏សម្រស់ខ្លួនឯងអត់មែនអូនឯងធ្លាប់ឮគេនិយាយថាចាមនុស្សយើងមានធម្មជាតិមិនល្អមួយមិនពេញចិត្តនឹងអ្វីដែលខ្លួនឯងមានដែលលឿនចាគេនិយាយថាមនុស្សយើងម្នាក់វាមានអាចំណុចមួយហ្នឹងមិនល្អទេយើងតែងតែមិនពេញចិត្តនៅអ្វីដែលរបស់ខ្លួនឯងមានភាគច្រើនអញ្ចឹងនៅពេលដែលយើងទៅអង្គុយមើលកញ្ចក់ខ្លួនឯងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់យើងមិនដែលអង្គុយសម្លឹងរកចំណុចល្អរបស់ខ្លួនឯងទេភាគតិចណាស់ដែលយើងអង្គុយមើលកញ្ចក់ហើយអញភ្នែកស្អាតដែរតាស្បែកស្អាតដែរតាច្រមុះស្អាតដែរតាអត់ទេកំហួរភាគច្រើនសម្លឹងរកតែកន្លែងខ្វះខាតចាច្រមុះស្អាតហើយតែដូចមានស្នាមត្នេះមួយច្រមុះស្អាតភ្នែកស្អាតតែដូចមុនត្នេះពីរអញ្ចឹងយើងទៅសម្លឹងរកចំណុចខ្វះយូរយើងនាំខ្លួនឯងឲ្យច្រឡំឲ្យភ័ន្តច្រឡំថាខ្លួនឯងខ្វះទៅនេះខ្វះទៅនោះដល់អញ្ចឹងនឹកឃើញខ្វះខាតចង់រកវិធីកែខៃចាអញ្ចឹងអាហ្នឹង
គឺជាចម្លើយដែលបងឆ្លើយសំណួរមកនេះឯង អញ្ចឹងធ្វើមិនដើម្បីឲ្យយើងរៀងត្រឡប់មកវិញដើម្បីអាចថាយើងរៀងពេញចិត្តនឹងអ្វីដែលខ្លួនឯងមានណាពីបទពិសោធន៍បងផ្ទាល់ដែលបងធ្លាប់ជួបអីអាចចែកម្លែកចំណុចយើងត្រូវប្រាប់ខ្លួនឯងថាមនុស្សម្នាក់កើតមកអត់ដូចគ្នាទេយើងកើតមកពីម៉ាក់ប៉ាយើងអញ្ចឹងមនុស្សដែលយើងគួរនឹងចង់បើយើងចង់ប្រៀបធៀបយើងគួរនឹងប្រៀបធៀបមុនគេគឺគេហៅបុព្វបុរសយើងម្ដាយឪពុកយើងជីដូនជីតាយើងប្រៀបធៀបមួយពួកគាត់តើពួកគាត់ពិតជាមានរូបរាងប្រហាក់ប្រហែលយើងទ្រង់មុខប្រហាក់ប្រហែលយើងទេព្រោះនៅក្នុងពេទ្យគឺគេក៏មានដូចគ្នាដែរអាក្រាបការរៀនជីវវិទ្យាចាអញ្ចឹងគេមិនមានម្ដាយឪពុកអីបង្កើតកូនមកបានអីអ្នកសក់ត្រង់ជួបគ្នាមួយអ្នកសក់រួញប្រហែលភាគរយកូនសក់រួញអ្នកសអ្នកស្អែមអ្នកខ្មៅកើតកូនមកបានមិនបើយើងចង់ប្រៀបធៀបណាស់អូខេទៅប្រៀបធៀបមួយម៉ាក់ប៉ាយើងទៅយើងមិនគួរយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងគេដែលមានពូជអម្បូរផ្សេងពីយើងហើយស្អាតជាងយើងវានាំខ្លួនឯងឲ្យទៅកើតរឿងអន់ចិត្តអត់ចំណេញផងហើយពីបងទៅវិញបងចង់ប្រាប់ថាកុំប្រៀបធៀបខ្លួនឯងមួយអ្នកដទៃត្រូវរីករាយជាមួយនឹងអ្វីដែលខ្លួនឯងមានថែរក្សារបស់ខ្លួនឯងដែលមានស្រាប់ឲ្យកាន់តែមានគុណភាពល្អពេលខ្លះអាអ្នកដទៃដែលយើងថាគេស្អាតហ្នឹងណាគេហ្នឹងក៏កំពុងមិនពេញចិត្តនឹងខ្លួនឯងដូចតែគ្នាហ្នឹងទៅមើលតទៀតដែលឃើញអាឃ្លីបមួយគេនិយាយអ្នកជិះឡានល្មមទៅសន្លឹងអ្នកជិះឡានថ្លៃអ្នកជិះឡានថ្លៃទៅសន្លឹងអ្នកមាន private jet ដល់ពេលគេថយមកវិញមានជនពិការម្នាក់ដែលមិនអាចសូម្បីតែដើរបានអាឃ្លីបហ្នឹងល្អមែនតើចាបរិញ្ញាយើងឲ្យយើងរៀនទទួលយកអ្វីដែលយើងមានហើយ satisfy នឹងវាថែរក្សាវាអញ្ចឹងសារនេះអាចផ្ដាំផ្ញើទៅទស្សនិកជនឬក៏អ្នកមើលថាត្រូវរៀនពេញចិត្តជាមួយនឹងអ្វីដែលយើងមានហើយថែវាឲ្យល្អព្រោះពេលខ្លះអ្នកដតីគេកំពុងចំណែនយើងដែរថាយើងមានរបស់ដែរល្អដែរប៉ុន្តែបរិញ្ញានេះមិនមែនបរិញ្ញាឲ្យចំណែនទេបរិញ្ញាឲ្យស្រឡាញ់ខ្លួនឯងហើយចែកម្លែកទៅថាថែរក្សារបស់ដែលខ្លួនឯងកំពុងតែមាននឹងឲ្យវាល្អបំផុតឥឡូវឧទាហរណ៍ថានិចមានចការៀងទៀលបើមើលឲ្យស៊ីជម្រៅអាចនឹងមានអារម្មណ៍ថាដូចរៀងចង់ព្រែកបន្តិចចាអ្នកខ្លះថាគេស្រឡាញ់ចកាព្រែកហើយឧទាហរណ៍បងឧទាហរណ៍ណាបងឯងអាចនឹង feeling ថាចកាខ្ញុំដូចរៀងខ្លីបន្តិចឯងរៀងស្ទើរបន្តិចឯងអញ្ចឹងចង់ថែមឯងអញ្ចឹងបងវិញបងប្រាប់ថារៀនពេញចិត្តជាមួយនឹងអ្វីដែលខ្លួនឯងមានសិនថែវាឲ្យល្អសិនព្រោះរឿងខ្លះវាអត់ពាក់ព័ន្ធឬក៏តម្លៃសម្រស់ហ្នឹងវាអត់ខ្ពស់ពេកទេអាតម្លៃដែលត្រូវតកែឲ្យស្អាតចេះស្អាតចុះហ្នឹងវាជាស្តង់ដាររបស់គេផ្សេងយើងមានស្តង់ដារស្អាតរបស់យើងផ្សេងចាស្តង់ដារសម្រស់ម្នាក់គឺអត់ដូចគ្នាចាអញ្ចឹងយើងស្រឡាញ់អ្វីដែលខ្លួនឯងមានថែវាល្អកុំរវល់ពិបាកចិត្តតុកសិចជាមួយនឹងរបស់ដែលខ្លួនឯងខ្វះខាតបន្តិចបន្តួចហើយទៅប្រៀបធៀបមួយគេអ្នកស្អាតនោះចា process នៃគេស្អាតហ្នឹងក៏អាចនឹងមិនងាយដែរពេលខ្លះគេក៏ថែអីធ្វើអីចឹងទៅអញ្ចឹងយើងធ្វើដែរមកថែខ្លួនឯងដែរមករួចសប្បាយចិត្តនឹងរបស់ដែលខ្លួនឯងមាននេះជាបទពិសោធន៍របស់បងខ្លួនឯងបងក៏អនុវត្តវានៅលើខ្លួនឯងដូចគ្នាដែរកាលពីក្មេងក៏ធ្លាប់ជួបអារម្មណ៍មិនពេញចិត្តនឹងខ្លួនឯងដូចគ្នាដែរខ្ញុំគិតថាអារម្មណ៍នេះស្ត្រីភាគច្រើនគឺធំធាត់ឡើងមកសិតតែជួបមកប៉ុន្តែខ្ញុំគិតថាមនុស្សម្នាក់មនុស្សស្រីគ្រប់គ្នាគឺគាត់មានគេហៅថាភាពតាក់ទាញរបស់គាត់រៀងចំណុចពិសេសរៀងខ្លួនគាត់មានចំណុចពិសេសគាត់មានចំណុចស្អាតចំណុចលេចធ្លោរបស់គាត់រៀងខ្លួនស្អាតជារបស់គាត់គាត់ថាដូចយើងជជែកទៅដូចបងលើកឡើងមកមិនអញ្ចឹងគ្រាន់ថាតើយើងជ្រើសរើសមើលអាចំណុចល្អហ្នឹងឬក៏មើលចំណុចខ្វះខាតដែលយើងកំពុងមានខ្ញុំសុំរៀងចាក់ប្រធានបទលើកជាក់ស្ដែងមួយដៃខ្ញុំវារោមចាមានមនុស្សជាច្រើនគាត់ឃើញដៃខ្ញុំមានរោមអញ្ចឹងគាត់ថាអាណែងទុករោមទៅអីអាណែងមិនកោចេញទៅឬមួយក៏ខាងបរទេស western អញ្ចឹងក៏គេអត់សូវចូលចិត្តរបៀបមានរោមមានអីច្រើនអញ្ចឹងណាគេថាកោចេញទៅកុំទុកអីអញ្ចឹងទៅមុខមាត់យើងជាទូទៅជារឿយយើងតែងតែត្រូវបានគេមកប្រាប់យើងថាឯងថែមនេះបន្តិចថែមនោះបន្តិចទៅកាន់តែស្អាតជាងនឹងប៉ុន្តែខ្ញុំចង់ប្រាប់ថាកត្តាខាងក្រៅដែលនិយាយមកកាន់យើងចុងក្រោយទៅគឺនៅលើយើងជាអ្នកសម្រាប់ជានៅពេលដែលយើងស្រឡាញ់ខ្លួនឯងនៅពេលដែលយើងស្គាល់ពីចំណុចពិសេសរបស់ខ្លួនឯងយើងអត់ងាយតតុនទៅតាមអ្វីដែលគេប្រាប់មកហើយខ្ញុំទទួលស្គាល់ថាគេអាចនឹងមើលឃើញថាវាអត់ស្អាតគេអាចនឹងមើលឃើញថាវាទាល់ប៉ុន្តែខ្ញុំមានចំណុចផ្សេងៗដែលខ្ញុំលេចធ្លោតែហើយខ្ញុំអំណរចំពោះអាចំណុចលេចធ្លោហ្នឹងអញ្ចឹងខ្ញុំទទួលទាំងចំណុចល្អខ្ញុំទទួលទាំងចំណុចមិនល្អព្រោះយើងនៅជាមួយគ្នាតាំងពីក្មេងមករហូតហើយក៏អរគុណដល់ស្រែឪពុកម្ដាយដែលផ្ដល់មកយើងមកប៉ុណ្ណឹងយើងចាត់ទុកថាវាជា gift ជាអំណោយមួយដ៏ល្អដែលខ្ញុំគិតថាវាល្អហើយប៉ុណ្ណឹងអត់ចាំបាច់ត្រូវធ្វើអីបន្ថែមទៀតទេបងអាចថែមបន្តិចដែរ
អូនឯងមិញលើកឡើងតមួយផ្នែកដែលអ្នកគាត់អត់ចូលចិត្តរោមទេបានគាត់ប្រាប់អូនឯងឲ្យទៅ remove វាចាតែនៅមានអ្នកខ្លះគេស្រឡាញ់រោម មានមិន អ្នក អត់ ខ្លះ តបាន ទៅ និយាយ រោ ដែរចា ថ្នាំមកបដោះរោមហ្នឹងក៏មានដែរមានដើម្បីឲ្យចង់បានរោមវែងតែបើខ្មែរយើងពីអើយមកមានធ្លាប់និយាយទៀតថាហូមដៃវែងវែងហូមជើងវែងវែងហ្នឹងសំណាងសនុក ចាអ្នកសនុក ចាអាហ្នឹងក៏មានដែរហើយបើមិញអូនឯងថាកើតពីម្ដាយឪពុកមកបានស្អាតប៉ុណ្ណឹងបានរូបរាងអ្វីដូចតែខ្លួនឯងកំពុងតែពេញចិត្តហ្នឹងអូនឯងថាជាកាដូបើពីបងថាជាបុណ្យដោយសារតែយើងច្បាស់ជាមានបុណ្យអីសល់ច្រើនហើយបានយើងកើតមកគ្រប់លក្ខណៈហ្នឹងក៏បុណ្យមួយហើយ ចា យើងធម្មតាយើងនិយាយសំណាងចា រៀងទៅឆ្ងាយពី topic យើង ឆ្ងាយពី topic សម្រាប់ ចូលមកកាន់ប្រធានបទយើងបន្តិចខ្ញុំសុំទៅសំណួរបន្តនៅពេលដែលយើងផ្លាស់ប្ដូរបរិស្ថាននៅក្នុងការរស់នៅបងតើស្បែកយើងអាចសម្របទៅក្នុងបរិស្ថានថ្មីដែលយើងរស់នៅអត់ហើយបើសិនជាសម្របបានតើវាសម្របរបៀបម៉េចដែរ ចាសំណួរហ្នឹងវាតាក់ទងគ្នាមួយអាសំណួរខាងដើមដែលអូនបានសួរបងមួយអញ្ចឹងបងបកស្រាយថាហេតុអីបានការដែលយើងផ្លាស់ប្ដូរទីលំនៅតើវាមានកត្តាឥទ្ធិពលជះមកដល់ស្បែកយើងឬក៏សម្រស់យើងអត់គឺវាពិតជាជះមែនជះឥទ្ធិពលនោះគឺអាចមាន2ជះឥទ្ធិពលល្អនិងឥទ្ធិពលមិនល្អអញ្ចឹងយើងអារឿងល្អយើងទុកសិនណាយើងនិយាយអារឿងដែលមិនល្អមានន័យថាចេះបើសិនជាពីមុនយើងរស់នៅក្នុងតំបន់ត្រជាក់កាសធាតុអំណោយផលមានត្រជាក់មានពន្លឺសមល្មមមិនមាន UV ខ្លាំងអញ្ចឹងស្បែកយើងអាចនឹងប្រែប្រួលពីមិនសូវជា healthy ទៅ healthy ក៏មានដែរអាហ្នឹងបើសិនជាកត្តាហ្នឹងកត្តាមជ្ឈដ្ឋានដែលយើងផ្លាស់ប្ដូរការរស់នៅហ្នឹងទៅកន្លែងដែលល្អកន្លែងដែលអំណោយផលដល់ស្បែកតែបើសិនជាយើងដូរទៅកន្លែងដែលអត់អំណោយផលវិញឧទាហរណ៍យើងទៅកន្លែងក្តៅចាទៅកន្លែងក្តៅពីមុនយើងអាចរស់នៅក្នុងស្ថានភាពមួយដែលសមរម្យឥឡូវយើងឧទាហរណ៍យើងនៅក្នុងប្រទេសដែលក្តៅសើមប៉ុន្តែតំបន់ខ្លះក៏វារៀងក្តៅហួតហែងខ្លាំងដែរអញ្ចឹងស្បែករបស់យើងគឺវាឆ្លាតខ្លួនយើងវាឆ្លាតមិនមែនស្បែកអ្នកឆ្លាតទេខួរក្បាលយើងវាឆ្លាតអញ្ចឹងវាថាអូមជ្ឈដ្ឋាននេះក្តៅអញ្ចឹងត្រូវប្រឹងផលិតអីផលិតប្រេងផលិតជាតិសំណើមពីក្នុងខ្លួនឲ្យច្រើនយកមកបំពាក់លើស្បែកយើងនេះដើម្បីឲ្យមានសំណើមដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយយើងពីក្រៅមកក្នុងឲ្យ balance អញ្ចឹងទោះបីជាយើងនៅក្នុងត្រជាក់នៅក្នុងក្តៅក៏អាសីតុណ្ហភាពក្នុងរាងកាយយើងវា balance រហូត35កន្លះ36កន្លះប៉ុណ្ណោះឯងមនុស្សធំពេញវ័យចាអញ្ចឹងអាឥទ្ធិពលដែលខ្លួនយើងមានសីតុណ្ហភាពមួយ balance ហ្នឹងគឺស្បែកនេះឯងជាអ្នកដើរតួនាទីសំខាន់អញ្ចឹងឯងបានថាស្បែកជា first line defense ជាអ្នក defend ដំបូងគេបង្អស់នៃរាងកាយយើងអញ្ចឹងនៅពេលដែលយើងជះឥទ្ធិពលអត់ល្អដល់ស្បែកកត្តាការរស់នៅបរិស្ថានហ្នឹងបើសិនជាវាក្តៅខ្លាំងពេកវាស្ងួតខ្លាំងពេកហើយយើងមិនខ្លួនយើងមិនត្រូវសម្របអញ្ចឹងយើងមើលទៅមិញយើងនិយាយអាស៊ីឥឡូវយើងទៅមើលអាហ្វ្រិកដើម្បីប្រៀបធៀបចាក្តៅត្រូវអត់ស្រុកហ្នឹងចាឃើញប្រជាជនគាត់មានសម្បុរខ្មៅអត់ skin color លេខ6យើងប្រហែលជានៅក្នុងលេខ3លេខ4ពួកគាត់លេខ5លេខ6 skin color មូលហេតុអីបានគាត់ខ្មៅខ្លួនគាត់គឺប្រឹងបង្កើតឲ្យមាន melanin ជាច្រើន melanocyte បង្កើតឲ្យមាន melanin ជាច្រើនដើម្បីមកបំពាក់នៅពីលើនេះដើម្បីទប់ស្កាត់ស្បែកគាត់ពីជំងឺមហារីកស្បែកអាហ្នឹងឯងជាភាពវៃឆ្លាតរបស់មនុស្សបើសិនជាឧទាហរណ៍ថាយើងខ្មែរចុះបើយើងទៅនៅអាហ្វ្រិកបានណាហើយយើងនឹងប្រឹងខ្លួនយើងនឹងប្រឹងបំលែងខ្លួនឯងយូរចង់មិនចង់សម្បុរខ្មៅស្តៀងតែគ្នាហ្នឹងព្រោះអីខ្លួនយើងវាប្រឹងជួយខ្លួនឯងដើម្បីការពារពីពលឺហ្នឹងចាតែកាលណាយើងអត់ផលិតស្បែកយើងខូចសមត្ថភាពការពារខ្លួនឯងកើតមហារីកស្បែកបានព្រោះ UV index ខ្ពស់ក្តៅខ្លាំង UV index ខ្ពស់វាបំផ្លាញស្បែកយើងហើយបំផ្លាញស្បែកគឺជារឿងដែលយើងមើលឃើញនឹងភ្នែកចាតែយូរទៅវាបំផ្លាញសរីរាង្គផ្សេងទៀតនៅខាងក្នុងបានដែរបើសិនជាស្បែកហ្នឹងនៅតែខូចយូររ៉ាំរ៉ៃឧទាហរណ៍ថាប៉ះពលឺថ្ងៃមួយមុខយូរខ្លួនយើងអត់មានសមត្ថភាពផលិត melanin យើងអត់កើតជាំអញ្ចឹងយើងនឹងរិះជាមួយនឹង skin cancer តែបើសិនជាយើងផលិត melanin បានច្រើនសមត្ថភាពផលិត melanin ល្អអញ្ចឹងយើងកើតជំងឺជាំមុខត្រូវអត់
យើងកើតជំងឺជាប់មុខដោយសារអីខ្លួនយើងផលិត melanin មក cover កន្លែងដែលស្ដើងកន្លែងដែលត្រូវពលឺជាប្រចាំហ្នឹងឯងអញ្ចឹងអាចជំងឺជាប់មុខក្តីអីហ្នឹងគឺកើតឡើងដោយសារតែ body response ជាមួយនឹង temperature ឬក៏ environment ដែលគាត់រស់នៅហើយបូកជាមួយនឹងទង្វើមិនថែទាំត្រឹមត្រូវគួរចាប់អារម្មណ៍ដែរបងខាងក្នុងខ្លួនយើងដូចគេមានពេទ្យគេមានអីគេចាំព្យាបាលខ្លួនគេហ្មងថារាងកាយមនុស្សនេះគឺពិតជាពិសេសខ្លាំងហ្មងគឺអីខ្មែរយើងហៅអីអច្ឆរិយវត្ថុប្រោយវាល្អវាពិសេសវាឆ្លាតវៃវាចេះ regulate វាចេះបត់បែនតាមស្ថានភាពយើងឈឺល្មមអត់លេបថ្នាំក៏ជាទៀតខ្លួនយើងវាប្រឹង response គេហៅ response តើអស់សមត្ថភាពដេកលើខែហ្មងចំណុចមួយទៀតបងលើកឡើងមកមិញតើតងមួយការផលិតជាតិ melanin ណាបងអាហ្នឹងខ្ញុំធ្លាប់ឃើញតាមបណ្ដាញសង្គមណាគេថាស្បែកសបល់ស្អែមដូចអាស៊ីយើងអញ្ចឹងណាសបល់ tan ជាសបល់ដែលមានសុខភាពល្អអាហ្នឹងមិនដែរបងឲ្យត្រឹមត្រូវអត់បើសួរថាល្អហ្នឹងវាត្រឹមត្រូវអត់ខ្ញុំពិបាកឆ្លើយថា 100% អាហ្នឹងវាអត់ 100% មូលហេតុបើសិនជាយើងរស់នៅក្នុងបរិបទល្អមជ្ឈដ្ឋានល្អស្ថានភាពភូមិសាស្ត្រល្អវាល្អចាបើសួរថាអត់ល្អក៏អត់ត្រូវដែរយើងមើលអឺរ៉ុបគាត់សហើយគាត់រស់នៅក្នុងប្រទេសគាត់ហើយសួរថាស្បែកអឺរ៉ុបសុខភាពអត់ល្អមែនមិនទេគេមានអ្នកសុខភាពស្បែកល្អដូចតែគ្នាហ្នឹងអញ្ចឹងសំណួរហ្នឹងឆ្លើយចម្លើយ perfect ថាអ្នកដែលមានសម្បុរ honey skin tone ត្រូវតែសុខភាពល្អខ្ញុំពិតជាអត់អាចឆ្លើយបានថាអូខេគាំទ្រឯងប៉ុន្តែក៏អត់ទាត់ចោលដែរខ្ញុំអាចនិយាយបានថា50-50ទេវាអាស្រ័យទៅលើរបៀបរស់នៅបរិស្ថានមជ្ឈដ្ឋានទាំងអស់ហ្នឹងចុះឥឡូវបើសិនជាអូនឯងមានសម្បុរ 10 សម្បុរដែលនិយាយថាល្អហ្នឹងណាចាអូនឯងមិនខ្វល់ថែផងអូនឯងបានអំណោយផលមែនតែទង្វើអូនឯងខ្ជះខ្ជាយមិនខ្វល់ថែមិនធ្វើមិនជួយវាផងអូនឯងក៏អាចមានអារបស់ល្អពីធម្មជាតិតែក៏អាចនាំឲ្យខ្លួនឯងខូចអីមួយដោយសារតែយើងអាងថាយើងល្អយើងអត់ថែថាស្បែកនឹងវាមាំហើយមិនខ្វល់ពីវាសារលបងអត់លាប sunscreen កន្លះខែឡមើលទៅអាចឡើងអាចរយលើថ្ពាល់លើតែមិនមែនឡើងកន្លះខែក្រោយទេមួយឆ្នាំទៅមុខអីទៀតព្រោះលទ្ធផលហ្នឹងវាអត់ឃើញនឹងភ្នែកភ្លាមទេអញ្ចឹងហើយបានមនុស្សយើងតែងតែមានជំងឺស្បែកហ្នឹងយូររ៉ាំរ៉ៃបានរត់មករកការដោះស្រាយបើសិនជាចាំងភ្លាមស្អែកឡើងឲ្យខ្មៅមួយពឹបខ្ញុំជឿថាលែងមានអ្នកកើតអាចរួចដែរយល់បងពាក់ព័ន្ធជាមួយបញ្ហាមួយទៀតដែលបងលើកពីខាងដើមមកដែរតាក់ទងជាមួយការ stress ដែលយើងជជែកគ្នាណាឧទាហរណ៍ថាបើសិនបើមនុស្សអ្នកគាត់មានបញ្ហា stress គាត់ពិបាកចិត្តគាត់គេងអត់លក់អីចឹងទៅថាតើគាត់គួរតែដោះស្រាយទៅលើបញ្ហា stress ហ្នឹងមុនឬក៏មកដោះស្រាយលើបញ្ហាសម្រស់មុនត្រូវតែដោះស្រាយ stress មុនហើយបើសិនជាគាត់ stress ហើយគាត់ឥទ្ធិពលមិនល្អរបស់ stress ហ្នឹងវាជះឥទ្ធិពលមកលើសម្រស់របស់គាត់ stress យូរគាត់ធ្វើឲ្យភ្នែកស្លក់គេងមិនលក់ស្បែកស្ងួតមុខស្អាប់អីចឹងទៅមួយគាត់គិតថាអូខេអញ្ចឹងគាត់ទៅរកដំណោះស្រាយសម្រស់សិនតែគាត់ឲ្យបាន clear បញ្ហា stress ហ្នឹងឯងចា៎អញ្ចឹងសម្រាប់ខ្ញុំជាគ្រូពេទ្យខ្ញុំឆ្លើយថាពេទ្យយើងដោះស្រាយអាណាដែលលត់ភ្លើងក្រហមមុនអញ្ចឹងអា stress ហ្នឹងគឺជា trigger វាគឺជាដើមចងឬក៏ឫសគល់បញ្ហាមិនមែនភ្នែកស្លក់ហ្នឹងទេអញ្ចឹងបើសិនជាយើងថយក្រោយខាពេលវេលាថយក្រោយពេលយើងអត់ stress ភ្នែកយើងក៏មិនស្លក់ខ្លាំងស្បែកយើងក៏មិនស្ងួតមុខយើងក៏មិនស្អាប់ដោយសារពេលយើងសប្បាយចិត្តយើងចង់ធ្វើរឿងល្អៗជាច្រើនឲ្យខ្លួនឯងសូម្បីតែញ៉ាំក៏យើងនឹកឃើញចង់ញ៉ាំ healthy food សូម្បីតែមុនគេងក៏យើងនឹកឃើញអញត្រូវតែ at least add serum ឬក៏ moisturizer ធ្វើ skin care routine ហើយពេលចូលទៅគេងក៏គេងទាំងចិត្តសប្បាយរីករាយដែរហើយក៏ឆាប់គេងលក់ដែរចាអញ្ចឹងវាមិនប្លែកទេដែលយើងមានវិបត្តិអីមួយហើយជះឥទ្ធិពលមិនល្អដល់សម្រស់ហើយក៏មិនប្លែកដែរដែលយើងត្រូវទៅដោះស្រាយអាវិបត្តិហ្នឹងសិនបានមកដោះស្រាយសម្រស់តាមក្រោយជោគជ័យអញ្ចឹងបងនៅក្នុងការព្យាបាលបញ្ហាអីមួយនៅលើមុខមាត់ឬក៏សម្រស់របស់យើងហ្នឹងតើយើងគួរចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់របស់យើងប្រចាំថ្ងៃហ្នឹងទៅមុនឬក៏ផ្លាស់ប្ដូរពីការគិតយើងទៅមុនការគិតសំខាន់ជាងទម្លាប់បើសម្រាប់ខ្ញុំគិតថាការគិតសំខាន់ទម្លាប់យើងអាចធ្វើបានឲ្យតែយើងមាន mindset មួយឲ្យវា fit ជាមួយទម្លាប់ល្អហ្នឹងចុះបើសិនជាយើងគ្រាន់តែគិតថាកាពិតយើងអត់បានបដូរការគិតទេចាតែយើងគ្រាន់គិតថាខ្ញុំដូរទម្លាប់ហ្នឹង
វាមានមនុស្សពីរប្រភេទទៀតនៅក្នុងចំណុចនេះខ្ញុំអាចនឹងបញ្យល់ដោយសារអីវាមានពីរប្រភេទអ្នកបើអូនគិតថាចំណុចមួយណាជាចំណុចជោគជ័យក្នុងការអនុវត្តយកមួយនឹងទៅព្រោះមនុស្សពិតជាអត់មានការគិតដូចគ្នាទេអញ្ចឹងសំណួរមិញវាមានថាតើគួរដូរទម្លាប់ឬដូរ mindset ដល់ពេលខ្ញុំជាខ្ញុំឆ្លើយជាខ្ញុំគឺខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំដូរ mindset ខ្ញុំអត់បដូរទម្លាប់ទេបើសិនជាខ្ញុំមិនបដូរ mindset បានទេទម្លាប់នឹងច្រឡំបានតែបើសិនជាខ្ញុំផ្លាស់ប្ដូរការគិតប្ដូរ mindset ឲ្យខ្ញុំ fit ជាមួយនឹងវាខ្ញុំដឹងថាគោលដៅរបស់ខ្ញុំគឺអានោះចង់មិនចង់ទង្វើរបស់ខ្ញុំវានឹងអូតូម៉ាទិករហូតទៅរកនោះតែបើសិនខ្ញុំគ្រាន់តែដូរទម្លាប់តែការគិតរបស់ខ្ញុំអត់បានផ្លាស់ប្ដូរមានន័យថាចំណេះដឹងថ្មីឬក៏ចំណុចល្អហ្នឹងខ្ញុំអត់ទទួលយល់ពីហេតុផលហ្នឹងផងខ្ញុំគ្រាន់តែដូរទម្លាប់ទៅតាមតែគេតាមតែឯងជោគជ័យឬអត់នេះជាអ្វីដែលជាចម្លើយរបស់ខ្ញុំខ្លួនឯងទេតែខ្ញុំជឿថាអ្នកខ្លះគាត់អាចមានផ្នត់គំនិតផ្សេងគ្នាព្រោះខ្ញុំឃើញការចែកម្លែកខ្លះអ្នកខ្លះក៏គាត់ផ្អែកលើទម្លាប់ដែរគាត់ថាទម្លាប់ប្រចាំថ្ងៃគឺជារឿងសំខាន់តែបើខ្ញុំអត់ទេអាការយល់ដឹងប្រាជ្ញាការដែលយើងដឹងហេតុផលច្បាស់លាស់សំខាន់ជាងអ្វីទាំងអស់ចាខ្ញុំយល់ស្របបងខ្ញុំគិតថាការនិយាយគ្នានេះវាអាចខុសគ្នាទៅតាមការគិតរបស់មនុស្សផ្សេងគ្នាអញ្ចឹងណាប៉ុន្តែនៅសម្រាប់ខ្ញុំនៅពេលដែលយើងផ្លាស់ប្ដូរការគិតពីខាងក្នុងមកសិននៅពេលដែលយើងផ្លាស់ប្ដូរការគិតទៅលើរឿងអីមួយគឺយើងអាចផ្លាស់ប្ដូរទម្លាប់ទៅតាមនឹងដែរហើយទម្លាប់វាពិតជាល្អនៅពេលដែលយើងធ្វើអីមួយជាប្រចាំរហូតវាក្លាយជាទម្លាប់ប៉ុន្តែដើម្បីឲ្យរឿងមួយនឹងក្លាយជាទម្លាប់បានលុះត្រាតែយើងផ្លាស់ប្ដូរការគិតយើងត្រូវមានវិន័យយើងត្រូវដាក់កំហិតខ្លួនឯងយ៉ាងម៉េចដើម្បីឲ្យខ្លួនឯងបន្តធ្វើរឿងនឹងជារឿយទៅរហូតដល់វាក្លាយទៅជាទម្លាប់ដល់ពេលហ្នឹងគឺយើងសឹងថាយើងលែងពិបាកមានវិន័យអីជាមួយខ្លួនឯងទេព្រោះយើងដល់ម៉ោងហ្នឹងគឺយើងអូតូត្រូវធ្វើរឿងហ្នឹងតែម្ដងចាតកតងជាមួយនឹងសេវាកម្មទប់ស្កាត់ភាពចាស់សេវាកម្មនេះតែយើងគួរតែអនុវត្តនៅពេលដែលយើងនៅវ័យក្មេងអត់ទាន់មានបញ្ហាទេឬមួយក៏ទាល់តែមានបញ្ហាហើយបាទយើងព្យាបាលចម្លើយមាន2ត្រូវតែមាន2រហូតទី1បើសិនជាយើងចង់ឲ្យលទ្ធផលនៅតែល្អបានយូរអង្វែងប្រសិទ្ធភាពវាខ្ពស់ធម្មតាយើងសាកគិតលមើលណាបើសិនជាយើងថែរបស់មួយឥឡូវខ្ញុំឧទាហរណ៍ថាអូនទិញម៉ូតូមួយគ្រឿងថ្មីទិញមកថ្មីចាអមែនទិញអា second hand ទេណាតិចទៀតឧទាហរណ៍មួយទៀតអញ្ចឹងពេលដែលអូនថែម៉ូតូថ្មីអូនបានល្អអូនដូរប្រេងម៉ាស៊ីនអូនជិះថែអូនបិទស្កុតការពារឆ្កូតហើយអូនយកទៅទុកនៅកន្លែងដែលมันបឈៀតគេបឈៀតឯងហើយដាក់នៅក្នុងម្លប់អីជាដើមអញ្ចឹងសួរថាតើម៉ូតូអូនថ្មីហ្នឹងវាអាចមានលទ្ធភាពនៅថ្មីស្អាតយូរជាងអ្វីដែលអូនបច្រាស់ទង្វើមិញទាំងអស់ណាអត់បិទស្កុតទេជិះស្រែកទៅចិត្តប្រេងបាត់អត់ដូរឯចង្វាក់អត់មើលឯស្អីក៏អត់ខ្វល់ដែរចេះតែជិះទៅតែទិញថ្មីដូចគ្នាអាមួយណាចាស់មុនអាមួយណាខូចមុនអាមួយដែលយើងអត់សូវថែចាអញ្ចឹងបើយើងថែសម្រស់ពីក្មេងមិនខុសអីពីយើងប្រឹងថែម៉ូតូថ្មីយើងដូចគ្នាអញ្ចឹងយើងថែវាពីក្មេងលទ្ធផលខ្ពស់មិនប្លែកទេដែលប្រជាជននៅក្នុងប្រទេសអភិវឌ្ឍគេអាយុ40-50ហើយនៅតែស្អាតនោះគឺអាទង្វើស្តៀងនឹងអាបងលើឧទាហរណ៍ម៉ូតូនោះឯងចុះបើយើងចាំដល់យើងអាយុ40ហើយបានយើងទៅថែមានការគិតបែបនេះច្រើន40ហើយបានយើងជ្រួញបាក់ចាំចេញជ្រួញសិនបានតែចាក់ជ្រួញបើសិនជាយើងបញ្ញាប់ទៅថែជ្រួញនឹងពេកខ្លាចហើយវាអីណាណីមានអាផ្នត់កណិតនឹងទៀតអញ្ចឹងអានេះបងលើកឧទាហរណ៍ថែពីក្មេងដល់ពេលឥឡូវថែចាស់ឧទាហរណ៍ថាម៉ូតូមិញយើងទិញអាថ្មីឥឡូវយើងទិញអាមកទឹកទិញដូចគ្នាតែយើងថ្មីយើងតែចាស់ពីគេមកទឹក second hand យើងយកម៉ូតូនោះមកថែដូច process មិញអញ្ចឹងបិទស្កុតថែការពារគ្របមិនឲ្យត្រូវពលឺជិះថ្នាក់ថ្នមដូរប្រេងបាត់ដូចគ្នាតែទៅមើលលទ្ធផលអាថែពីពេលម៉ូតូទិញថ្មីសាឡាងបកកេះហើយនឹងអាថែម៉ូតូ second hand លទ្ធផលដូចគ្នាអត់វាខូចហើយបាត់ហើយអត់ដូចគ្នាវាអត់ខូចទេប៉ុន្តែវាធ្លាក់ quality ហើយវាជាគ្រឿងម៉ាស៊ីនមួយដែលចាស់ហើយត្រូវបានប្រើប្រាស់ហើយអញ្ចឹងយើងថែយើងជួសជុលវានៅតែល្អអាចប្រើបានតែយើងមិនអាចទៅប្រៀបធៀបអាការដែលយើងថែពេលចាស់និងថែពេលក្មេងបានទេរឿងហ្នឹងគឺរឿងពីរដាច់ដូចយើងថែម៉ូតូថ្មីនិងថែម៉ូតូមួយទឹកចឹងចាបែបហ្នឹងចាលទ្ធផលអាថ្មីនៅនេះអាចាស់នៅនេះចុះអ្នកគ្រូបើសិនបើករណីខ្លះទៀតយើងអត់ជួយទេប៉ុន្តែយើងកំពុងតែមានស្នាមអុចខ្មៅនៅលើមុខអញ្ចឹងបើសិនបើយើងអត់ធ្វើអីសោះវាអាចវិវត្តទៅជាបញ្ហាអីធ្ងន់ធ្ងរចាឧទាហរណ៍ស្នាមអុចខ្មៅ
បើសិនជាយើងមានស្នាមអុចខ្មៅយើងត្រូវមើលទៀតថាតើស្នាមអុចខ្មៅហ្នឹងមានសភាពធ្ងន់ធ្ងរកម្រិតណាគឺជាការ start up ឡើងស្នាមអុចខ្មៅឬក៏ជាស្នាមអុចខ្មៅដែលមានអាយុកាលយូរអង្វែងហើយនៅលើមុខហើយតើវាមានចំនួនតិចឬក៏វាមានចំនួនច្រើនចា៎អញ្ចឹងបើឆ្លើយតបទៅនឹងពាក្យដែលខ្ញុំនិយាយថាការពេលខ្លះការដែលមិនជួយអ្វីទាំងអស់គឺជារឿងល្អបំផុតហ្នឹងបើសិនជាក្នុងករណីស្នាមអុចខ្មៅហ្នឹងទើបរំលេចឡើងមកគ្រាប់2នៅលើមុខទេហើយយើងនៅមានវ័យក្មេងដែរស្បែកយើងនៅល្អប្រសើរដែរយើងរើសយកវិធីសាស្ត្រជួយបែបស្រាលជួយនៅក្នុងន័យនេះគឺជួយលាប skin care ជួយលាបឡេការពារកម្ដៅថ្ងៃហើយថែរក្សាបញ្ហាដែលបានកើតរួចហើយនៅលើមុខហ្នឹងឲ្យវានៅតែប៉ុណ្ណឹងឬក៏អាចមានឱកាសថយពណ៌ជាងហ្នឹងទៅតាមទង្វើដែលយើងធ្វើចា៎អាហ្នឹងក៏ខ្ញុំរាប់ថាជាការមិនធ្វើអ្វីសោះជួយដែរធ្វើនៅក្នុងន័យនេះយើងចង់ផ្ដោតទៅលើការទៅរកវិធីសាស្ត្រព្យាបាលការទៅចាក់ការទៅបាញ់នេះបាញ់នោះអីជាដើមដែលពេលខ្លះទៅពេលដែលយើងធ្វើវាពេកវាអាចធ្វើឲ្យបញ្ហាកាន់តែអាក្រក់លើសហ្នឹងក៏អាចមានអ្នកគ្រូចុះមានសញ្ញាអីគេខ្លះដែលស្បែកប្រាប់ថាកំពុងតែត្រូវការពេលព្យាបាលខ្លួនឯងមិនមែនជាដំណាក់កាលដែលយើងត្រូវការព្យាបាលទេចាងាយគឺយើងអាចសង្កេតមើលសូម្បីតែអូនខ្លួនឯងក៏អាចសង្កេតមើលដែរក្រោយពីស្ដាប់ចម្លើយរបស់បងហើយស្បែកដែលត្រូវការពេលសម្រាកឬក៏ពេល healing ដោយខ្លួនឯងដោយមិនត្រូវការ trigger ផ្សេងពីគ្រូពេទ្យណាទី1គឺស្បែកដែលកំពុងតែក្រហមខ្លាំងស្បែកដែលកំពុងតែមានសភាពស្ដើងខ្លាំងឬយើងអាចស្ទើរតែមើលឃើញសរសៃល្វាមនៅពីលើមុខហ្នឹងហ្មងអាហ្នឹងគឺជាដំណាក់កាលមួយដែលស្បែករបស់គាត់កំពុងតែប្រាប់គ្រូពេទ្យថាស្បែកហ្នឹងមិនទាន់គួរធ្វើអ្វីឡើយគួរតែត្រូវទុកឲ្យវា healing ល្អសិនគួរតែបើសិនជាធ្វើក៏យើងត្រូវតែធ្វើអាណាដែលជា technique calm ឬក៏ soothing ស្បែកហ្នឹងឲ្យវា relax អត់អាចទៅ trigger អីផ្សេងទេអញ្ចឹងស្បែកបែបហ្នឹងគឺជាស្បែកដែលត្រូវការពេលវេលា healing តែវាមានអីកាត់ឡើងប្រសិនបើយើងដាក់ការព្យាបាលឬថាលើសពីស្ថានភាពដែលវាត្រូវការយើងសាកសម័យថាបើសិនជារបស់មួយដែលកំពុងតែលាករួចហើយស្បែកមួយដែលកំពុងតែក្តៅរួចហើយរោលប្រតិកម្មរួចហើយរួចយើងស្រាប់តែធ្វើ technique process ណាមួយដែលធ្វើឲ្យស្បែកហ្នឹងមានការរលាកថែមពីលើនឹងទៀតយើងនឹងទទួលបាន sequela គ្រូពេទ្យនិយាយថា sequela ភាសាអ្នកជំងឺឆ្លើយថាជាផលលំបាកដែលកើតក្រោយពីការធ្វើអ្វីមួយរបស់គ្រូពេទ្យអញ្ចឹងវាមានវិបត្តិច្រើននៅពេលដែលយើងប្រឹងបន្ថែមកម្លាំងឬក៏កម្ដៅទៅលើស្បែកដែលកំពុងតែរលាករួចទៅហើយផលវិបាកនោះអាចជាធ្វើឲ្យ healing process នោះកាន់តែវែងទៅដូចយើងមុតកាន់តែជ្រៅទៅរបួសយើងជាកាន់តែយូរទៅត្រូវអត់ចា៎ហើយក្រោយពីជាហ្នឹងបើសិនជាយើងមុតល្មម healing process ល្អជាមកអាចឃើញស្លាកស្នាមទេតែនៅពេលដែលយើងប្រឹង trigger វាឲ្យកាន់តែខ្លាំងលាកកាន់តែខ្លាំងជាមកវាអាចសល់ផ្លែសល់ស្នាមឬក៏រឹងខ្ទេចសាច់ដោយសារតែពួក fibroid tissue ដែលកើតនៅពីក្រោមការរលាកហ្នឹងឥឡូវបងឧទាហរណ៍ដើម្បីឲ្យកាន់តែស្រួលយល់ឧទាហរណ៍ថាយើងលាកភ្លើងនៅលើស្បែកបើយើងលាកស្រាលមុំណាវាអាចឡើងពងទឹកអីតិចតួចតិចចឹងទៅរួចពេលជាទៅវិញយើងស្ទើរតែភ្លេចថាកន្លែងហ្នឹងធ្លាប់លាកភ្លើងពីមុនក៏ប៉ុន្តែបើសិនជាយើងលាកភ្លើងហ្នឹងធ្ងន់ឬក៏រលាកដល់កម្រិតដែលជ្រៅជាងហ្នឹងពេលដែលជាមកវិញស្នាមហ្នឹងគឺនឹងបន្សល់នៅជាមួយយើងស្ទើរតែមួយជីវិតនឹងឯងនេះហើយគឺជាឧទាហរណ៍ដែលឆ្លើយតបថារវាងនឹងយើងទុកឲ្យស្បែកនឹង healing ល្អសិនកុំទៅ trigger អីវាថែមទៀតវានឹងជាល្អហើយបើសិនជាវាកំពុងលាកហើយយើងទៅធ្វើអីថែមពីលើគឺដូចរលាកកម្រិតធ្ងន់រលាកជ្រៅដែលវាបន្សល់ស្លាកស្នាមទុកលើស្បែកយើងនឹងឯងបន្ទាប់ពីស្ដាប់ការបកស្រាយរបស់អ្នកគ្រូកន្លងមកនេះការជជែកពិភាក្សារបស់យើងកន្លងមកនេះខ្ញុំយល់ថាការស្វែងយល់អំពីការវិវត្តទៅមុខរបស់ធម្មជាតិគឺពិតជាសំខាន់មិនថាការថែសម្រស់ដល់ខ្លួនឯងឬក៏ការទទួលការថែទាំសេវាកម្មពី clinic ឬក៏មជ្ឈមណ្ឌលថែរក្សាសម្រស់ទេចាពិតមែនហើយកត្តាវិវត្តទៅរបស់ធម្មជាតិហ្នឹងគឺពិតជាសំខាន់ដែលយើងទាំងអស់គ្នាគួរតែយល់ដឹងហើយអាកត្តាអាយុពាក់ព័ន្ធជាមួយនឹងលទ្ធផលនៃការទទួលសេវាហ្នឹងវាហិតតពាក់ព័ន្ធគ្នាថែមទៀតឧទាហរណ៍ថា
យើងមានអាយុក្មេងហើយយើងទៅធ្វើសេវាកម្មថែរក្សាសម្រស់ឬក៏យើងលើកឧទាហរណ៍ថាជាការចាក់វីតាមីនឬក៏ធ្វើ skin booster ចាស់ម្នាក់ដែលគាត់មានអាយុក្មេងជាងហើយនិងម្នាក់ដែលគាត់មានអាយុរៀងចាស់ជាងហើយគាត់ធ្វើសេវាដូចគ្នា skin booster ដូចគ្នានិយាយរួមថាសេវាវាដូចគ្នាតែហ្មងប៉ុន្តែក្រុមមនុស្សដែលទៅធ្វើគឺវ័យខុសគ្នាលទ្ធផលគឺពិតមិនដូចគ្នានេះឯងចា៎អានេះខ្ញុំលើកតែមួយចំណុចតូចដែលតាក់ទងជាមួយនឹង cellular turnover មានន័យថាការធ្វើការរបស់កោសិកាស្បែកយើងខ្ញុំនិយាយតែមកផ្នែកនៃស្បែកទេយើងមិននិយាយពីរឿងជាច្រើនទៀតដែលតាក់ទងជាមួយនឹងកត្តាសុខភាពកត្តាបំរែបំរួលអរម៉ូនកត្តា stress ទំនួលខុសត្រូវផ្សេងៗរបស់គាត់ទៀតការរស់នៅការថែទាំអីទៀតអាហ្នឹងយើងអត់និយាយទេយើងទុកវាមួយឡែកសិនផងព្រោះយើងគ្រាន់តែនិយាយត្រឹមថា cellular turnover នៅវ័យក្មេង cellular turnover គាត់គឺលឿនរហ័សចា៎ដល់ពេលចូលដល់វ័យចាស់ cellular turnover ក៏វា slow down ទៅតាមអាយុដែរអញ្ចឹងយើងគ្រាន់តែដឹងថាវ័យក្មេង cellular turnover ប្រព្រឹត្តទៅលឿនរហ័សវ័យចាស់ cellular turnover ប្រព្រឹត្តទៅយឺតហើយនឹងមិនសូវជាប្រក្រតីទៀតនោះគឺយើងអាចឆ្លើយនឹងសំណួរដែលតែងតែឆ្ងល់បានហើយថាហេតុអីបានក្មេងចាក់វីតាមីនកាលនៅក្មេងចាក់ទៅបានលទ្ធផលលឿនហើយស្អាតតែពេលចាស់ទៅចាក់អានឹងដែរតែលទ្ធផលមិនសូវជាសមបំណងចុះអ្នកគ្រូមួយទៀតខ្ញុំធ្លាប់ឮដែរគេថានៅពេលដែលទៅទទួលយកសេវាកម្មគឺគាត់ស្អាតដូចអ្វីដែលគាត់ចង់បានមែនប៉ុន្តែដល់ពេលគាត់ជប់ធ្វើសេវាកម្មទៅវាទៅជាចាស់ជាងមុនអាមុនពេលដែលគាត់ធ្វើសេវាកម្មនឹងទៀតអានឹងមិនវិញដែរចានេះគឺជាការពិតហើយធម្មជាតិគឺបែបនេះឯងជាដំណើរវិវត្តទៅមុខរហូតហើយពេលខ្លះនៅពេលដែលគាត់យល់ឃើញថាការធ្វើស្អាតអត់ធ្វើលែងស្អាតនោះអាចមកពីគាត់មិនទាន់ទទួលស្គាល់ពីដំណើរវិវត្តទៅមុខរបស់ធម្មជាតិរបស់គាត់ទេហើយដំណើរវិវត្តទៅមុខរបស់ធម្មជាតិនេះគឺមិនមែនកាត់ឡើងទៅលើអូនឬលើបងទេគឺគ្រប់គ្នាសូម្បីតែវត្ថុក៏ដោយអញ្ចឹងពេលខ្លះគាត់អាចស៊ាំជាមួយនឹងសម្រស់ដែលគាត់បានថែទាំស្អាតជាប្រចាំទៅហើយអញ្ចឹងគាត់ឃើញអាភាពស្អាតនឹងដដែលគាត់អាចនឹងភ្លេចភ្នែកការពីគ្រាមិនទាន់ថែនោះសម្រស់បែបណាបញ្ហាស្បែកបែបណាគាត់អាចស្ទើរនឹងភ្លេចបាត់ទៅហើយគាត់មិនបានទៅគិតល្អិតឲ្យយល់ពីដំណើរវិវត្តទៅមុខរបស់ធម្មជាតិទៀតគាត់អាចនឹងកើតការភ័ន្តច្រឡំថាគាត់ស្ថិតនៅក្នុងវ័យដដែលគាត់អាចនឹងគិតថាស្បែកគាត់ត្រូវតែនៅនឹងថ្កល់នៅក្នុងសម្រស់ណាមួយជាប់ជានិរន្តរ៍អញ្ចឹងគាត់អត់បាននឹងចាប់ផ្លឹករឿងចំណុចមួយហ្នឹងអញ្ចឹងនៅពេលដែលអ្វីគ្រប់យ៉ាងវិវត្តទៅមុខតនិច្ចនិលការដើរទៅមុខស្បែកយើងក៏មានអាយុថែម1សេកុងថែម2សេកុងទៅតាមនឹងរហូតអញ្ចឹងដល់រាមណាដែលយើងទទួលស្គាល់ថាធម្មជាតិគឺជាដំណើរវិវត្តទៅមុខហើយយើងក៏នឹងអាចទទួលស្គាល់ថាស្បែកយើងច្បាស់ជាមានដំណើរវិវត្តទៅដែរគ្រាន់តែថាវាទៅយឺតឬក៏ទៅលឿនអាស្រ័យទង្វើប្រចាំថ្ងៃរបស់យើងអញ្ចឹងបានន័យថាបើសិនជាក្នុងករណីហ្នឹងគាត់នៅតែចង់ថែរក្សាសម្រស់គាត់អញ្ចឹងគាត់នៅតែបន្តទទួលសេវាកម្មបន្តថែរក្សាសម្រស់គាត់ទៅមុខរហូតប៉ុន្តែគាត់ធ្លាប់ឮគេនិយាយដែរថានៅពេលដែលយើងបន្តធ្វើអញ្ចឹងរហូតវាដូចជាការចិញ្ចឹមគ្រូពេទ្យវិញពីបងមកវិញបងយល់ថាម៉េចដែរសំណួរហ្នឹងក៏ខ្ញុំធ្លាប់ឮហើយបើសួរថាជាការចិញ្ចឹមរបស់គ្រូពេទ្យវិញខ្ញុំសូមបកស្រាយក្នុងន័យពន្យល់អាហ្នឹងវាជាជំរើសបើសម្រាប់ការយល់ឃើញរបស់ខ្ញុំវាជាជំរើសរបស់គាត់ទេឥឡូវបងឧទាហរណ៍អូនចាស់អូនស្រឡាញ់ស្បែកមុខខ្លួនឯងប៉ុណ្ណឹងទៅទេចា៎ហើយអូនចង់ឲ្យស្បែកមុខហ្នឹងនៅអញ្ចឹងជានិរន្តរ៍បានយូរតាមលទ្ធភាពរបស់ខ្លួនឯងទៅទេចា៎អញ្ចឹងចំណង់ចិត្តរបស់អូនឈប់កើតពេលណាអូនក៏អាចបញ្ឈប់ការចាយលុយទៅលើសេវាហ្នឹងបាននៅពេលហ្នឹងអញ្ចឹងសំណួរនេះគឺវាតាក់ទងជាមួយនឹង economy តាក់ទងជាមួយនឹងហិរញ្ញវត្ថុបើសិនជាក្នុងករណីអូនពេញចិត្តហើយ satisfy នឹងលទ្ធផលហ្នឹងហើយមិនចង់មកទទួលយកសេវាកម្មហ្នឹងទៀតទេដោយសារមិនចង់ចំណាយលុយថែមទៀតអាហ្នឹងក៏អូនត្រូវតែស្វែងយល់ឲ្យដល់ហើយព្រមទទួលស្គាល់ដែរថាដរាបណាដែលយើងលែងបានថែវាហើយអ្វីដែលយើងធ្លាប់មានក៏វាអាចនឹងបាត់បង់ទៅវិញទៅតាមដំណើរវិវត្តរបស់ធម្មជាតិដដែលកិច្ចអត់រួចពីពាក្យធម្មជាតិហ្នឹងទេមក topic ហ្នឹងអញ្ចឹងគ្រូពេទ្យឬក៏ខ្ញុំអត់មានសិទ្ធឬក៏អត់មានគោលដៅក្នុងការជំរុញឲ្យអូនត្រូវតែមកធ្វើទៀតទេធ្វើឬក៏មិនធ្វើវាជាជំរើសរបស់អូនហើយ
ជំរើសរបស់អូនគឺអាស្រ័យទៅលើផ្លូវចិត្តរបស់អូនថាអូនស្ងប់ចិត្តនឹង លទ្ធផល អ្វីដែលអូនកំពុងតែមានហ្នឹងកម្រិតប៉ុណ្ណាហើយបើសួរថាអាហ្នឹងវាជាការចិញ្ចឹមគ្រូពេទ្យមែនអត់វាដូចជាមិនខុសផងខ្ញុំមិនបដិសេធទេព្រោះវាជាផ្នែកមួយនៃការដោះដូរគ្នាទៅវិញទៅមកខ្ញុំជួយផ្ដល់សម្រស់ស្រស់ស្អាតស្បែកមុខដែលមានសុខភាពល្អអូនអាចទទួលបានវាអូនមាន confidence ក្នុងការចេញទៅបំពេញការងាររបស់អូនវាជាផ្នែកមួយរបស់អូនហើយខ្ញុំ satisfy និងសប្បាយចិត្តជាមួយនឹងលទ្ធផលមួយដែលខ្ញុំអាចផ្ដល់ជូនអូនបានហើយក៏ខ្ញុំផ្លាស់ប្ដូរនៅកម្រៃមួយចំនួនមកឲ្យទៅលើគុណតម្លៃនិងសមត្ថភាពរបស់ខ្ញុំវិញដូចគ្នាបើសួរថាចិញ្ចឹមអត់មិនខុសទេចា ដូច្នេះការថែរក្សាសម្រស់សម័យថ្មីនេះគឺត្រូវតែត្រឡប់ទៅយល់អំពីការវិវត្តនៃធម្មជាតិរបស់វាវិញ